បាទបងម៉ែបងប្អូននេះគឺជាសកម្មភាពខ្ញុំថតនៅខំស្ពេនបែកកងវេខែកចេះបាទនៅក្នុងសកាត់រកាកដាលទឹកដីហ្នឹងបាទអញ្ចឹងសូមបងប្អូនកុំភ្លេចចុច like page កចេះបំភាគអេសានឬក៏ YouTube កចេះបំភាគអេសានបាទអញ្ចឹងមុននឹងដំណើរតាមតូនទៅថតផ្លូវថ្មីបងប្អូនមើលផ្លូវខាងខ្ញុំជិះទៅថតទៅដឹងហើយបាទដើម្បីបានជាវីដេអូឲ្យបងប្អូនបានមើលថាសកម្មភាពធ្វើផ្លូវស្ពានហ្នឹងវាដំណើរការយ៉ាងម៉េចបាទហើយខ្ញុំធ្វើដំណើរហ្នឹងទៅថតឲ្យបងប្អូនហ្នឹងយ៉ាងម៉េចបាទអញ្ចឹងបងប្អូនមើលតាមសកម្មភាពជាក់ស្ដែងទៅបាទនេះគឺវីដេអូដែលខ្ញុំទៅផ្ដិតរូបភាពទៅផ្ដិតវីដេអូដើម្បីឲ្យបងប្អូនបានមើលថាស្វេនកញ្ចេះរបស់យើងហ្នឹងគឺវាមានស្រស់ស្អាតយ៉ាងណាហើយនឹងផ្លូវថ្មីវាងក្រុងកញ្ចេះបាទអញ្ចឹងនេះគឺកន្លែងផ្លូវដែលខ្ញុំជិះទៅហើយបាទចិត្តដល់ហើយបាទនេះចេញផ្លូវថ្មីយើងបំហើយបងប្អូនបាទកន្លែងនេះគឺទឹកលិចទេបងប្អូនកន្លែងនេះកន្លែងខ្ញុំចាប់ត្រីដែរទឹកឡើងមកម្ដងខែវសាគឺលិចអស់ហើយតាមនេះជិះទូកបាញ់សัตว์បាញ់អីបងប្អូនជាពិសេសបាញ់ដល់បាទឥឡូវនេះខ្ញុំឡើងមកដល់លើស្ពានលើស្ពានលើផ្លូវថ្មីរបស់យើងបាទផ្លូវថ្មីរបស់យើងបាទនេះងាកទៅមើលទេសភាពឡើងឆ្វេះបាទនេះគឺស្ពានបៃតេទី2បាទអញ្ចឹងស្ពាននេះគឺឡើងទៅខាងស្ពានឆ្លងទន្លេមេគង្គខេត្តកញ្ចេះចាក់ទៅខាងខេត្តកំពង់ធំបាទចេញតាមគីឡូ30គីឡូ50បាទកំពង់ធំអញ្ចឹងកុំឲ្យអស់ចម្ងល់តែផ្លូវកំពង់ធំចេញតាមណាបាទអញ្ចឹងឥឡូវនេះខ្ញុំជិះបកមកផ្លូវមកខាងខ្លះស្ទូវិញហើយបងប្អូនបាទខ្ញុំអត់ឡើងទៅស្ពានព្រោះកន្លែងថតដែរខ្ញុំថតត្រឹមនេះបានដែរបាទអញ្ចឹងកន្លែងនេះគឺកន្លែងរោងចក្រកស៊ូខាងចិនគេធ្វើយកកស៊ូមកអ៊ុតលើផ្លូវយើងមកកន្លែងគេរំងាស់បាទកស៊ូបាទដើម្បីយកកស៊ូមកអ៊ុតហើយផ្លូវនេះគឺថាមានការរៀបចំកោចរាចរណ៍បានស្អាតមិនតាន់រួចរាល់ 100% បងប្អូនបាទបានតែ 90% ទៅបាទនៅកន្លែងពងមូខ្លះស្ទូមកគឺមិនតាន់ហើយទេបាទអញ្ចឹងគេនៅដាក់ចំណាំងផ្លាតបាទអញ្ចឹងបានកលិបពណ៌ក្រហមពណ៌សនឹងរួចហើយអញ្ចឹងនៅចំណាំងផ្លាតដែលយើងជិះពេលយប់បាទអញ្ចឹងតែសង្ឃឹមតែផ្លូវនេះធ្វើឲ្យនឹងមានអំពូលភ្លើងដាក់អំពើផ្លូវដែរបាទផ្លូវនេះគឺអាចនឹងមានគ្រោះថ្នាក់ច្រើនបងប្អូនបើកលឿនណាផ្លូវនេះខ្ញុំឃើញឡានមួយចំនួនបើកលឿនណាផ្លូវនេះបាទអញ្ចឹងផ្លូវនេះគឺហានិភ័យបើកបោពេលយប់កុំបើកបោលឿនពេកបងប្អូនបាទនេះគឺជ្រៅបាទតែខាងកោមិន4 5ម៉ែត្រដែរណាបងប្អូនបាទអញ្ចឹងយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាគឺជិះលឿនពេកបាទអញ្ចឹងនេះគឺកន្លែងនេះគឺខ្ញុំថតឡើងទៅខាងក្រុងកញ្ចេះត្មងបាទនេះបាទអញ្ចឹងការខ្ញុំថតនេះគឺពេលល្ងាចថ្ងៃលិចបាទទេសភាពញាក់សាច់តាមនេះអីបាទគឺទឹកឡើងមកលិចមកគឺទេសភាពបាទខែវស្សាបងប្អូនមួយចំនួនគាត់មកក៏ដឹងហើយបាទខែវស្សាគឺទឹកឡើងមកស្អាតណាស់ផ្លូវនេះបាទអញ្ចឹងបើទឹកឡើងមកស្អាតអញ្ចឹងយើងចូលរួមកុំបោះសម្រាមបងប្អូនមកចូលរួមញ៉ាំហើយវិខ្ចប់សម្រាមទៅដាក់ក្នុងធុងសម្រាប់បានត្រឹមត្រូវបាទហើយវីដេអូខ្ញុំអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្នេះបាទបងប្អូនបាទអញ្ចឹងយើងជួបគ្នាវីដេអូក្រោយផ្លូវទៅខាងកំពង់ធំវីដេអូក្រោយបញ្ជាក់